តោះសួស្តីបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកលេងនៅចំការអ៊ំខ្ញុំតិចហើយចំការក៏ឥឡូវដាំដំណាំច្រើនមែនតើនេះខាងក្រោយខ្នងខ្ញុំនេះអីមានដែរត្រេនមានចេកទឹកចេកមន់មានដំឡូងមានស្វាយកៅមៀតមានដើបបឺមានចកានៀកច្រើនណាមានទៀបប្រាំងមានតក្រីមានដំណាំផ្សេងៗជាច្រើនទេឥឡូវចំការគាត់នេះនៅខេត្តកពតបងប្អូនអានេះរោងចំការគាត់ទេនេះគាត់រោងចំការគាត់ទេវិឡាធ្វើអស់ជាង100000ជាងនិយាយលេងគាត់នេះផ្ទះគាត់ទុកមកសម្រាប់ម្ដងម្កាលអីចឹងនៅចំការបើផ្ទះគាត់រហងៃគាត់នៅពេញតែចឹងថ្ងៃនេះគាត់មកអញ្ចឹងថ្ងៃនេះខ្ញុំមកលេងនៅចំការគាត់តិចភាសាខាងលេងយូរហើយដល់ទៅមើលដំណាំនៅខាងនោះតិចមើលចំការតែប៉ុណ្នេះក្តីសុខគាត់ហើយមានរោងមានអីនៅបែបនេះផ្ទះធំមួយចេះប្រពន្ធ2កូនមួយល្មមណែរោងចុះគាត់ទុកដេកមួយលេងថ្ងៃឡើងហ្នឹងមានកង់ទីមួយនេះផ្ទះរបស់គាត់វិឡាធ្វើអស់100000ជាងទុកមកសម្រាប់ម្ដងកាលហើយរោងចុះទុកអង្គុយថ្ងៃឡើងញ៉ាំបាយថ្ងៃឡើងបងណាស្អាតណាស់នៅចំការប៉ុនេះក្តីសុខហើយនេះដើមឆ្កានេះរបស់គាត់នេះដើមឆ្កានេះរបស់គាត់